มันตอนเราจะไปทำเลยเอาจำทันเลยมาคายมาเล่นคายมาเล่นหาตึกตะเล่น cheers my cheers บรรยายปีจีบกองภาษาไทยยุ่มสมออยเป็นวันต่อการเนี่ยมาได้บรรยมให้เป็นวันนู้คือจีเป็นวันได้ปลุกกายตรวมคลังบ่มพอดการรุ่นเอาบกวดคือตั้งปีกวดมินไว้มาภัยพรามช้ำแต่บานเรียบกาจมวยหนึ่งเอาปลุกบรรยมคือกวดมันได้ตัวบ้านก็ได้สลังปีครัวซาข้างสัตว์ทลายเตะแต่งมาได้ขมิ้นหนึ่งปนทลายมันตรำแต่มันตัวบ้านก็ได้สลังเตะปันใต้กวดตัวบ้านกาเมืองงี้ปีมาได้ขมิ้นหนึ่งปนทลายตัวเวงให้กาเมืองงี้ถึงอ้อนุคือการล้างโดยซาแต่รูปสำรองរបស់เนี่ยมาได้บรรยมกวดอดสะอาดโดยซาแต่กวดเมาปีครัวซากะเสกสดซาแต่มาดองบางใหญ่จอมtới គឺជាគ្រួសារដែលក្រីក្រហើយចំណែកគ្រួសារខាងឪពុករបស់ខ្ញុំវិញគឺជាគ្រួសារមួយដែលចូលចំណោមគេចុះគឺជាគ្រួសារមួយដែលមានមុខមានមាត់គ្រាន់បើដែរនៅក្នុងសង្គមដោយសារតែការមើងងាយនិងការមិនអោយតម្លៃមកកាន់អ្នកម្ដាយរបស់ខ្ញុំទើបធ្វើឲ្យពួកខ្ញុំដែលជាកូនដែលជាក្មួយអត់ដែលទទួលបានក្តីស្រឡាញ់ពីគ្រួសារខាងឪពុករបស់ខ្ញុំទេមិនថាម្ដាយមីងឬក៏លោកយាយរបស់ខ្ញុំទេឆ្លងកាត់រឿងរ៉ាវជូរចត់ច្រើនបែបហ្នឹងហើយបើសួរគាត់ថាបើសិនជាអាចបង្វិលពេលវេលាបានត្រឡប់ទៅអតីតកាលវិញតើគាត់នឹងជ្រើសរើសរស់នៅជាមួយនឹងឪពុករបស់ខ្ញុំរហូតដល់ចាស់ទៀតឬក៏គាត់សម្រេចចិត្តលេងគ្នាជាមួយនឹងឪពុករបស់ខ្ញុំចម្លើយស្ដាប់ហើយគឺហួសចិត្តតែម្ដងគាត់បាននិយាយថាគឺគាត់មិនផ្លាស់ប្ដូរអតីតកាលដាច់ខាតហើយគាត់បានបន្ថែមទៀតថានេះហើយគឺជាជីវិតកូនភាសាស្រីចំនួននោះកូនភាសាស្រីគឺត្រូវរងទុក្ខបែបនេះដោយជាអត់ផុតទេស្ដាប់រឿងរបស់គាត់ម្ដងពួកខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឈឺចុកចាប់ជំនួសគាត់ប៉ុន្តែគាត់វិញបែរជាធម្មតាហើយមិនត្រឹមតែមិនមានការស្អប់ទៅលើគ្រួសារខាងសាច់ថ្លៃទេថែមទាំងស្រឡាញ់និងចូលចិត្តម្ដាយក្មេកនិងបងប្អូនថ្លៃរបស់គាត់ទៀតផងខ្ញុំអត់ដឹងថាចិត្តរបស់គាត់នឹងសាងពីអីទេអញ្ចឹងបើទោះជាអាចបង្វិលពេលវេលាបានឬក៏អត់បានក៏គាត់គ្មានបំណងក្នុងការកែប្រែអតីតកាលមួយនឹងដែរស្ដាប់រឿងរ៉ាវជូរចត់របស់គាត់រយៈពេល1នាទី50វិនាទីនេះហើយគាត់ជាមានអ្នកចង់ដឹងពីភាពបញ្ចប់នៃរឿងរបស់គាត់ដែរប៉ុន្តែអ្នកដែលបានទស្សនារឿងកូនភាសាស្រីគឺជីវិតរបស់គាត់អត់ខុសគ្នាទេរឿងកូនភាសាស្រីគឺគេបានបញ្ចប់ដោយ happy ending ហើយខ្សែជីវិតរបស់គាត់ក៏បានមកដល់ happy ending នឹងដែរបងប្អូនអញ្ចឹងគាត់អត់ទទួលបានក្តីស្រឡាញ់ពីគ្រួសារខាងម្ដាយក្មេកក៏ពិតមែនប៉ុន្តែគាត់ទទួលបានក្តីស្រឡាញ់ពីកូនដែលគាត់បានបង្កើតដោយខ្លួនឯងវិញក្នុងនាមជាកូនស្រីម្នាក់ក្នុងចំណោមកូនរបស់គាត់ទាំង7នាក់ខ្ញុំបានដឹងខ្លួនឯងច្បាស់គឺខ្ញុំអត់ដែលបានធ្វើឲ្យអ្នកម្ដាយរបស់ខ្ញុំខូចចិត្តដោយសារខ្ញុំស្រក់ទឹកភ្នែកដោយសារខ្ញុំឬក៏ធ្វើរឿងអីមួយដើម្បីឲ្យគាត់ខូចចិត្តនិងពិបាកចិត្តទេអញ្ចឹងបានថាការស្រឡាញ់គឺមិនអាចនិយាយត្រឹមតែមាត់ទេគឺយើងត្រូវបង្ហាញពីទង្វើហើយនេះគឺជាទង្វើដែលខ្ញុំបានបង្ហាញក្តីស្រឡាញ់របស់ខ្ញុំទៅកាន់អ្នកម្ដាយរបស់ខ្ញុំទោះបីជាមើលទៅមិនធំដុំឬអស្ចារ្យអីណាទេប៉ុន្តែនេះគឺជាក្តីស្រឡាញ់ដែលខ្ញុំបានបង្ហាញទៅកាន់គាត់អញ្ចឹងត្រឡប់មកកាន់វីដេអូរបស់ខ្ញុំវិញនេះគឺជាដំណើរកម្សាន្តទៅកាន់កោះរ៉ុងហើយនេះគឺជាលើកទី2ហើយដែលខ្ញុំបាននាំអ្នកម្ដាយរបស់ខ្ញុំនឹងមកលេងនៅលើកោះដែលលើកទី1ខ្ញុំបាននាំគាត់ទៅកោះសីហើយលើកទី2គឺកោះរ៉ុងនេះម្ដងនេះអ្នកម្ដាយរបស់ខ្ញុំគឺបានផ្លាស់ប្ដូរ180ដឺក្រេតែម្ដងព្រោះដោយសារជាទូទៅគឺគាត់អត់ចុះហែលទឹកសមុទ្រទេដោយសារតែគាត់ខ្លាចទឹកក្រឡុកធំគាត់ខ្លាចគាត់ទប់លំនឹងជាមួយទឹកក្រឡុកនឹងអត់បានប៉ុន្តែលើកនេះគឺគាត់ចុះហែលទឹកតែម្ដងគាត់បានប្រាជ្ញាថាគាត់នឹងចុះហែលទឹកតែដោយសារគាត់ជាមនុស្សចាស់អញ្ចឹងគាត់អត់អាចចុះហែលទឹកបានយូរដូចជាខ្ញុំអីទេហើយខ្ញុំនឹងក៏ញ៉េះញោះគាត់ដើម្បីឲ្យគាត់នឹងបានហែលទឹកជាមួយខ្ញុំដែរក៏ប៉ុន្តែអ្នកនរគ្នាខ្ញុំច្រើនតែអាយុទេប៉ុន្តែបើនៅមុខម៉ែរបស់ខ្ញុំហ្មងហ្នឹងគឺខ្ញុំជាក្មេងស្រីតូចមួយទេចូលចិត្តលេងជាមួយគាត់ចូលចិត្តញ៉េះញោះគាត់ខ្លាំងមែនតែម្ដងហើយដល់ពេលដែលគាត់មើលមកខ្ញុំនឹងក៏គាត់មើលខ្ញុំក្នុងនាមជាក្មេងស្រីម្នាក់ដូចគ្នាហើយខ្ញុំជឿថាអ្នកម្ដាយគ្រប់រូបគឺតែងតែសម្លឹងមើលកូនក្នុងនាមជាក្មេងតូចដូចគ្នាគាត់មិនដែលចាត់ទុកថាកូនរបស់គាត់នឹងគឺជាមនុស្សចាស់ទុំនោះទេហើយពួកខ្ញុំវិញទេដែលចាត់ទុកគាត់នឹងជាក្មេងស្រីតូចវិញពួកខ្ញុំតែងតែញ៉េះញោះគាត់រករឿងគាត់និយាយរួមធ្វើវិធីបែបណាដើម្បីឲ្យគាត់នឹងញញឹមឲ្យបានច្រើននិងសប្បាយរីករាយបានច្រើនតែម្ដងកាត់កោះទៅញឹកគេកាត់កោះទៅញឹកគេលើកបញ្ជាក់2ដងថាចេះញ៉ាំពិតប្រកបមែនអត់អីកូនអ្នកនាំមកសេកោះសៃសេកោះសៃទេណាសិតតាកាហ្វេអីគេកំពុងជិះណាញ៉ាំបាណាណាប្រេតមួយពេលបញ្ជាក់គេទៀតខ្ញុំធ្លាប់ផឹកកាន់ឱកាសសៃមិនអីទេមានវីដេអូមានទាំងសម្លេងចឹងមិនដឹងថាការពិតពួកខ្ញុំរករឿងនឹងញញោមម៉ែខ្ញុំខ្លាំងប៉ុណ្ណានិយាយរួមមិនមែនតែខ្ញុំតែបងប្អូនរបស់ខ្ញុំឲ្យតែជួបគ្នាគឺចាប់ផ្ដើមរកវិធីញញោមម៉ែខ្ញុំទាំងអស់គ្នាតែម្ដងហើយអ្វីដែលពួកខ្ញុំចង់បានគឺស្នាមញញឹមនិងភាពសប្បាយរីករាយរបស់គាត់ចង់ឃើញគាត់នៅតែមានស្នាមញញឹមចំពោះកូនចំពោះចៅហើយរស់នៅដោយមានសុខភាពល្អអាយុវែងជាម្លប់ដល់កូនចៅរហូត